ខ្ញុំបញ្ជាក់ហើយគឺខ្ញុំប្រហែលជាចេញមកទឹកទៅមកភាគអីទេដោយសារតែខ្ញុំទៅសេអត់ទាន់ចប់គឺខ្ញុំត្រូវទៅសេឡើងវិញណាគ្នាដូចដឹងចឹងថាសភៅរបស់ខ្ញុំគឺបានបាត់ហើយខ្ញុំទៅសេទៅបងខ្ញុំយកទៅលេងគឺបាត់ហ៎អូខេឥឡូវខ្ញុំអត់និយាយ spoil ច្រើនទេយើងចូលទៅកាត់សេរបស់យើងទៅប្រហែលជាគ្នាយើងគាត់ចាំរឿងនឹងយូរដែរណាតែដឹងថាឥឡូវហ្នឹងនៅមានអ្នកចង់មើលរឿងនឹងទៀតអត់ទេបន្តពីភាពមុនកូនសេរបស់យើងគឺគាត់នៅក្នុងមន្ទីរពេទ្យហើយពេលហ្នឹងគាត់ក៏បាននិយាយប្រកែកប៉ុណ្ណាជាមួយនឹងកូនរីកដែរប៉ុន្តែកូនរីកគឺគាត់អត់ព្រមឲ្យកូនសេរបស់យើងត្រឡប់មកផ្ទះវិញទេដែលគាត់នៅឲ្យកូនសេរបស់យើងនឹងនៅក្នុងមន្ទីរពេទ្យហ្នឹងដើម្បីពិនិត្យជំងឺឲ្យដឹងថាកូនសេរបស់យើងជាសះស្បើយបានគាត់ព្រមឲ្យចេញពីមន្ទីរពេទ្យអីចឹងណាហ្នឹងហើយបន្តពីហ្នឹងមកគឺថាកូនសេរបស់យើងមានយកាអង្គុយសម្លាប់អាបងនឹងអត់ដាក់ភ្នែកនោះទេកូនរីកនៅពេលដែលឃើញកូនសេរបស់យើងអង្គុយសម្លាប់មកកាន់ខ្លួនដល់និយាយស្ដីអញ្ចឹងក៏បានសួរទៅកាន់កូនសេរបស់យើងនឹងថាតើអង្គុយសម្លឹងមើលមុខគាត់ហ្នឹងចង់មានអីនិយាយមកគាត់មែនកូនស្រីមានយកាអត់ខ្ចីតបចានិយាយទៅគឺថាខ្មើតែម្ដងកំពុងតែខឹងគេអត់តន់បាត់ទេអារឿងនៅក្នុងកម្មវិធីយកម្នាក់ឌីនឹងមកបឈឺខ្លួនឯងអីនោះហើយពេលនោះកូនប្រុសគាត់ហាក់ដូចជាដឹងថាកូនស្រីកំពុងតែងងក់ជាមួយនឹងគាត់ក៏បានចូលទៅជិតគេណាប៉ុន្តែកូនស្រីមានយកាខ្មើចាអត់ខ្ចីជ្រលក់មាត់ជាមួយហើយក៏មិនខ្ចីឲ្យប៉ះខ្លួនដែរអូយកូនស្រីលេងខ្លួនម្លេះហ្នឹងពេលនោះកូនប្រុសក៏បាននិយាយថាឯងខឹកខ្ញុំរឿងនៅក្នុងថ្ងៃក្នុងកម្មវិធីហ្នឹងមែនអត់ប៉ុន្តែកូនស្រីមិនខ្ចីតបឲ្យវិញចឹងឡើងកូនខ្មើតនោះខ្មើតឲ្យចឹងចាស់ឲ្យគេលេងចរិតដាក់វិញខ្លះទៅសំមកកូនប្រុសដល់ពេលដែលឃើញអូនធ្វើបង្ងើកន្តើយគឺមានចការសង្កេះសង្កោចនៅអត់សុខទេតែកេះគៀវគេឲ្យសួរគេទៀតថានេះឯងមិនលើខ្ញុំសួរទេអីថាឯងកំពុងតែខឹងខ្ញុំរឿងនៅក្នុងថ្ងៃក្នុងកម្មវិធីហ្នឹងមែនអត់កូនស្រីក៏តបបែបបញ្ឈឺឬដងមកវិញថាហេតុអីបានជាឯងគិតថាខ្ញុំខឹងឯងរឿងតាក់តងនៅក្នុងរឿងកម្មវិធីនោះទៅវិញនេះឯងកំពុងតែគិតថាខ្ញុំប្រច័ណ្ឌឯងមែនអត់កូនប្រុសឮអញ្ចឹងក៏បានសម្លឹងមកមុខកូនស្រីរបស់យើងធ្វើស្មើហ្មងនិយាយទៅគឺថាពេលហ្នឹងធ្វើភ្នែកឡើងលេងឡើងហើយកូនស្រីទៅពេលដែលឃើញអាបងធ្វើមកអញ្ចឹងខ្នាញ់ខ្លាំងហ្មងចង់ឲ្យដាក់ពីកញ្ញទេគាត់ក៏បាននិយាយទៀតថាមិនបាច់ធ្វើភ្នែកលេងឡើងដាក់មកខ្ញុំនោះទេខ្ញុំប្រាប់លោកឲ្យហើយណាទោះបីជាលោកគិតថាខ្ញុំកំពុងតែប្រច័ណ្ឌលោកក៏ដោយគឺរឿងនោះវាគ្មានថ្ងៃទៅរួចនោះទេលោកក៏ដឹងដែរមិនអញ្ចឹងថាខ្ញុំក៏មានសង្សារចំណែកឯលោកក៏មានសង្សារដែរប៉ុន្តែប្រយោគមួយហ្នឹងគឺថាកូនស្រីរបស់យើងនិយាយទាំងអួលដើមកឯណាប៉ុន្តែធ្វើទឹកមុខឡើងមាំចាមានតែការលេងចរិតដាក់គេវិញហ្មងណាបាទបងឮតាអូននិយាយរឿងសង្សារចឹងគឺថាអស់សំណោចតែម្ដងកូនស្រីរបស់យើងរីឆ្ងល់ដែរក៏បានសួរទៅកាន់គេថាសើចអីអាបងនោះក៏បានអត់និយាយទេថាគ្មានអីទេប៉ុន្តែក្នុងចិត្តគឺថាទុំសំណើអត់ជាប់ទេចង់តែសើចចេញមកក្រៅនឹងឯងកូរីរបស់យើងកំពុងតែលួងកូនស្រីនេះមិនតបាត់ខឹងស្រួលបួផងស្អាតតែលិចមុខឆ្អឹងតែតឹងកបើយើងចេញមកទៀតហើយនិយាយពីថាម្នាក់នេះនឹងដូចជាកបីហិនញីអញ្ចឹងចាតាមកូនប្រុសខ្ញុំស្អិតដូចជាតកែអញ្ចឹងណាចូលម្ដងភ្លៀងក៏មានចការស្លាំងកាំងណានៅពេលដែលឃើញគេអង្គុយញ៉ាំដាក់គ្នាអញ្ចឹងណាពេលនោះក៏បានសួរទៅកាន់កូរីរបស់យើងថាមិនក៏នៅទីនេះអញ្ចឹងហើយទុកខ្ញុំចានៅក្នុងកម្មវិធីនៅក្នុងយប់នោះព្រោះតែបងមករកគេមែនអត់កូនប្រុសរបស់យើងក៏រៀបស្លាំងកាំងដែរដល់ពេលនោះដែរម្នាក់ឌីណក៏បានសួរមកកាន់កូនសាក់របស់យើងណាថាឯងបានសន្យាអីជាមួយនឹងខ្ញុំមិនក៏ឯងធ្វើមិនបានឥឡូវនេះឯងបានធ្វើខុសសន្យាហើយពេលនោះកូនស្រីក៏មានចការមុខសពូនទៀតហើយចាអូយពេលហ្នឹងអាណកូនស្រីរបស់យើងខ្លាំងមែនតើអាមិញហ្នឹងកំពុងតែមានអារម្មណ៍សុបាយចិត្តបាត់ផ្លែតហ្នឹងឥឡូវមកពិបាកចិត្តទៀតបដ ாய் ហើយកូនស្រីក៏បាននិយាយសុំទៅថាខ្ញុំគ្មានរំលងចង់អីសង្សាររបស់ឯងហ្នឹងគេមិនមើលថាខ្ញុំទេប៉ុន្តែខ្ញុំដេញគេហើយប៉ុន្តែគេមិនព្រមទៅនោះឡើយហើយគេនៅបខំឲ្យខ្ញុំនៅសម្រាប់ក្នុងមន្ទីរពេទ្យនេះទៀតផងកូនរីកដែលសើតែខ្លាចថាកូនសាក់ជាមួយនឹងម្នាក់ឌីនឹងឆ្លោះគ្នាកាន់តែខ្លាំងគាត់ក៏បានដេញឲ្យម្នាក់ឌីនឹងចេញទៅខាងក្រៅសិនទៅចាំគាត់ទៅតាមខាងក្រោយបន្ទាប់មកម្នាក់ឌីនឹងក៏បានដើរចេញទៅតែគាត់អត់តបាននិយាយអីទេគឺនៅតែសម្លឹងទៅកាន់កូនសាក់របស់យើងនឹងឯងពេលនោះកូនស្រីរបស់យើងក៏មានជាការធ្លាក់ទឹកមុខដែរដោយសារតែខ្លួនឯងនឹងគឺជាដើមហេតុដែលធ្វើឲ្យពីនេះឆ្លោះគ្នាចឹងណាហើយពេលដែលម្នាក់ឌីនឹងចេញទៅផុតកូនរីកនេះក៏បាននិយាយមកកាន់កូនសាក់របស់យើងថាខ្ញុំមានរឿងត្រូវទៅនិយាយជាមួយគេបន្តិចទៀតខ្ញុំត្រឡប់មកវិញពេលនោះកូនស្រីរបស់យើងគឺអត់មាត់ជាមួយនឹងកូនប្រុសរបស់យើងនោះឡើយដោយបានត្រឹមតែអង្គុយឈ្ងក់មុខនឹងឯងហើយកូនប្រុសក៏បានដើរចេញទៅតាមពីខាងក្រៅម្នាក់ឌីនឹងឯងពេលដែលចេញមកដល់ខាងក្រៅម្នាក់ឌីនឹងក៏បានសួរទៅកាន់កូនរីករបស់យើងថាតើបងភ្លេចការសន្យារវាងយើងទាំងពីរហើយមែនអត់ពេលនោះកូនរីកក៏គាត់ខឹងខ្លាំងមែនតើគាត់ក៏បាននិយាយថាឯងកុំយករឿងនឹងយកមកគំរាមខ្ញុំឲ្យសោះកុំគិតថាបើសិនជាខ្ញុំមិនធ្វើតាមឲ្យខ្ញុំខ្លាចឯងនោះគ្រប់យ៉ាងខ្ញុំធ្វើព្រោះតែដើម្បីមនុស្សដែលខ្ញុំស្រឡាញ់តែប៉ុណ្ណោះឯងក៏ដឹងដែរមិនអញ្ចឹងបន្ទាប់ពីនិយាយរួចហើយគឺថាកូនប្រុសរបស់យើងក៏បានដើរចេញពីម្នាក់ឌីនឹងដែរមិនខ្វាយខ្វល់ពីអារម្មណ៍ម្នាក់ឌីនឹងសូម្បីតែបន្តិចណាហើយបើកលេចទៅមើលកសែភ្នែករបស់ម្នាក់ឌីនឹងវិញនិយាយពីថាចោលអាឃាតកូនប្រុសរបស់យើងខ្លាំងមែនតើរួចក៏បាននិយាយពីខាងក្រៅកូនប្រុសរបស់យើងតិចតែម្នាក់ឯងថាបើសិនជាបាត់មកវាចេញពីក្នុងពិភពលោកនេះបងប្រហែលជានឹងត្រឡប់មករកខ្ញុំវិញហើយមិនអញ្ចឹងរួចក៏បានទាញទូរស័ព្ទមកដើម្បីខលទៅនរណាម្នាក់ហើយយើងក៏មិនដឹងថា
ម្នាក់នឹងតាក់ទងទៅអ្នកណាគេហើយនិយាយគេខ្លះដែរសាច់រឿងអត់បានបង្ហាញនោះទេប៉ុន្តែឥឡូវយើងបានមកមើលពេលដែលកូនរីករបស់យើងដើរចូលមកក្នុងបន្ទប់វិញគឺអត់បានឃើញកូនសាក់របស់យើងនឹងអង្គុយក្នុងបន្ទប់ពេទ្យទេពេលហ្នឹងក៏យើងស្លន់ស្លោដែរក៏បានដើររមមើលក្នុងបន្ទប់ហ្នឹងហើយលោកកូនសាក់របស់យើងចូលទៅក្នុងបន្ទប់ទឹកអីចឹងណាប៉ុន្តែអត់មានឃើញកូនសាក់របស់យើងនៅក្នុងបន្ទប់ទឹកទេហើយក៏បានដើរចូលមកខាងក្រៅក៏បានជួបជាមួយនឹងកលេនបឋាយិកាក៏បានសួរថាអ្នកជំងឺនៅក្នុងបន្ទប់មួយហ្នឹងទៅណាចឹងណាកលេនបឋាយិកាក៏បានឆ្លើយប្រាប់ថាគឺគេទៅចេញពីក្នុងបន្ទប់ហ្នឹងប្រហែលបន្តិចហ្នឹងឯងទៅចេញទៅមុននឹងដែរទេរួចក៏បានដើរចេញទៅដែលគាត់ទៅធ្វើការរបស់គាត់បន្តចឹងណាកូរីបន្តពីដឹងថាកូនស្រីចេញពីក្នុងមន្ទីរពេទ្យចឹងគាត់ក៏បញ្ញាចេញមកខាងក្រៅដើម្បីមកស្វែងរកកូនស្រីរបស់យើងក្រែងរកបានជួបអញ្ចឹងណាព្រោះថាឮថាទៅចេញមកអញ្ចឹងប្រហែលជាទៅបានឆ្ងាយនោះទេប៉ុន្តែមើលទៅក៏ប្រុសរបស់យើងប្រហែលជាយើងមួយជំហានដែរដែលសារតែមានក្រុមឈុតខ្មៅមួយក្រុមបានមកស្ទាក់ចាប់យកកូនស្រីរបស់យើងទៅបាត់ហើយអ្នកដែលចាប់នោះខ្ញុំមិនបាច់ចាំនិយាយក៏អ្នកនរគ្នាដឹងដែរថាគឺជាកូនចៅរបស់អ្នកណាគេនោះកន្លងពីនឹងប្រហែលជា3ម៉ោងកូនប្រុសរបស់យើងនៅតែអាចតាក់ទងទៅកាន់កូនស្រីរបស់យើងបានពេលហ្នឹងគឺធ្វើឲ្យគាត់បារម្ភខ្លាំងមែនតើណាដោយសារតែបាត់កូនស្រីរបស់យើងអត់មានឃើញសមោតែម្ដងសូម្បីតែទៅបន្ទប់ក៏អត់ឃើញដែរពេលហ្នឹងគឺគាត់ភ័យខ្លាំងមែនតើខ្លាចមានរឿងអីអត់ល្អកើតឡើងទៅលើកូនស្រីរបស់យើងអញ្ចឹងណាគាត់ក៏បានបញ្ជាឲ្យកូនចៅរបស់គាត់ហ្នឹងគឺតាមស្វែងរកកូនស្រីរបស់យើងដែរប៉ុន្តែនៅតែរកអត់ឃើញអញ្ចឹងដែលមកដល់ច្រើនគាត់ក៏បានខលទៅឲ្យមិត្តភក្តិរបស់គាត់ហ្នឹងជួយតាមរកដែរអញ្ចឹងណាដែលសត្វតែមិត្តភក្តិរបស់គាត់ហ្នឹងក៏មានកូនចៅច្រើនដែរឥឡូវស្រីរបស់យើងបានមកដល់ទីបញ្ចប់ហើយអ្នកនរគ្នាហើយជាចុងក្រោយក៏ខ្ញុំមានពាក្យតិចតួចដែលចង់ជូនពរទៅកាន់បងដែលគាត់ឈរជើងនៅឯជួរមុខនៅឯព្រំដែនសូមឲ្យពួកគាត់មានសុខសុវត្ថិភាពហើយជួបប្រទេសសំណាងល្អហើយនឹងវត្ថុស័ក្តិសិទ្ធិទាំងឡាយសូមឲ្យជួយคุ้មគ្រងពួកគាត់ឲ្យពួកគាត់ឆាប់យកជ័យជំនះត្រឡប់មកវិញហើយនឹងមានសុខសុវត្ថិភាពទាំងអស់គ្នានឹងអាចបានត្រឡប់មកជួបជុំគ្រួសាររបស់ពួកគាត់វិញណាហើយចំណែកពាក្យជូនពរមួយទៀតដែលខ្ញុំចង់ជូនពរទៅកាន់ពួកប្រទេសចៅសៀមហ្នឹងគឺខ្ញុំសូមជូនពរឲ្យទំនប់ទឹកពួកវានឹងគឺឆាប់បាក់អាលីរលត់ហើយនឹងប្រទេសរបស់វាឆាប់អាលីបាត់ពីផែនដីនឹងផងចាសសាធុ